សូមស្វាគមន៍មកកាន់រឿងមនោសញ្ចេតនីស៊ីចម្រៃចង្វាក់បេះដូងនាយកដ្ឋាន The CEO's Rhythm តួអង្គសំខាន់ក្នុងសាច់រឿងមានលោកភក្តីដើរតួជានាយកប្រតិបត្តិ CEO នាយកប្រតិបត្តិវ័យក្មេងសង្ហាតែមានចរិតត្រជាក់ដូចទឹកកកលែកបង្កប់នូវមន្តស្នេហ៍ដ៏ររៀលកញ្ញាស្រីនាដើរតួជាជំនួយការផ្ទាល់ជំនួយការស្រីដ៏ឆ្លាតវៃមានរូបសម្រស់ស្រស់សួភានិងមានវោហារស័ព្ទមិនចាញ់ចោលហ្វាយនីឡើយបងម៉ៅដើរតួជាអ្នកអួតប្រចាំនាយកដ្ឋានបុគ្គលិកផ្នែកទីផ្សារដែលពូកែអួតនិងចាក់ដឹងរឿងគេគ្រប់ជ្រុងជ្រោយជាពិសេសរឿងស្នេហ៍លួចលាក់មីងលាក់ដើរតួជាអ្នកដឹងគ្រប់រឿងអ្នកសម្អាតការិយាល័យដែលចូលចិត្តលួចស្ដាប់រឿងអាថាកំបាំងតាមមាត់ទ្វារនិងជាអ្នកនាំសាររឿងរ៉ាវប្លែកៗត្រៀមអារម្មណ៍រស់រាវទាំងអស់គ្នានៅក្នុងការិយាល័យដ៏ស្ងប់ស្ងាត់នាពេលព្រឹកព្រលឹមលោកភក្តីអង្គុយសម្លឹងមើលឯកសារតែភ្នែករបស់គេបែរជាលួចសម្លឹងមើលស្រីនាតែកំពុងរៀបចំកាហ្វេយ៉ាងផ្ចិតផ្ចង់រាល់ចលនារបស់នាងហាក់ដូចជាមានមន្តអាគមទាក់ទាញបេះដូងរបស់គេឲ្យរំភើបញាប់ញ័រខ្លាំងជាងរាល់ដងស្រីនាមានអារម្មណ៍ថាមានកែវភ្នែកមួយខ្មោគូកុំសម្លឹងមកកាន់នាងយ៉ាងក្តៅគគុកបេះដូងនាងចាប់ផ្ដើមលូតញាប់ខុសចង្វាក់ធម្មតានាងព្យាយាមធ្វើជាធម្មតាតែដៃរបស់នាងបែរជាញ័របន្តិចពេលហុចប៉ែងកាហ្វេទៅឲ្យចៅហ្វាយនីនៅពេលដែលម្រាមដៃរបស់ពួកគេប៉ះគ្នាដោយឆៃដន្យចរន្តកម្ដៅមួយបានរត់កាត់ពេញរាងកាយធ្វើឲ្យអ្នកទាំងពីរគាំងមួយខណៈពួកគេមិនបានដកដៃចេញភ្លាមទេតែបែរជាសម្លឹងមើលគ្នាក្នុងកែវភ្នែកយ៉ាងជ្រៅតែបង្កប់នូវអត្ថន័យរាប់ពាន់ម៉ាត់ម៉ោងធ្វើការបានបញ្ចប់ទៅតែលោកភក្តីបានបង្កប់ឲ្យស្រីនានៅជួយរៀបចំឯកសារយប់ជ្រៅពន្លឺភ្លើងស្រទន់នៅក្នុងបន្ទប់ធ្វើការដ៏ធំទូលាយបង្កើតបានជាបរិយាកាសដ៏រ៉ូមែនទិកនិងមានអត្ថាកំបាំងបំផុតភក្តីដើរមកឈរពីក្រោយស្រីនាខណៈពេលដែលនាងកំពុងផ្ទៀងផ្ទាត់ទិន្នន័យលើអេក្រង់កុំព្យូទ័រក្លិនទឹកអប់បុរសដ៏ទាក់ទាញរបស់គេប៉ះនឹងច្រមុះរបស់នាងធ្វើឲ្យនាងមានអារម្មណ៍ថាដូចជាកំពុងស្ថិតក្នុងសពិនដ៏ផ្អែមល្ហែមគេអោនចុះមុខចិត្តត្រជាក់នាងរួចខ្សឹបតិចថាយប់នេះអ្នកពិតជាស្អាតណាស់ស្រីនាពីសំដីដ៏ស្រទន់នេះធ្វើឲ្យស្រីនាព្រឺសម្បូរនិងមានអារម្មណ៍ថាកម្ដៅក្នុងរាងកាយកើនឡើងភ្លាមភ្លើងក្នុងអាគារស្រាប់តែរលត់ងងឹតសុនសុងខណៈពេលដែលអ្នកទាំងពីរនៅក្នុងចិន្តាវយន្តជាមួយគ្នាភាពភ័យខ្លាចបានធ្វើឲ្យស្រីនាស្ទុះទៅអោបភក្តីយ៉ាងណែនឯភក្តីក៏អបក្រសោបនាងវិញដើម្បីផ្ដល់ភាពកក់ក្ដៅក្នុងភាពងងឹតនោះសំឡេងដង្ហើមរបស់ពួកគេទាំងពីរបានคล้ายជាតន្ត្រីតែមួយគូដែលឮច្បាស់បំផុតភក្តីអាចដឹងពីបេះដូងរបស់ស្រីនាដែលលូតញាប់ដូចស្ករដូចគ្នាទៅនឹងបេះដូងរបស់គេដែលមិនអាចគ្រប់គ្រងបានគេបានថើបសក់នាងថ្នមឬទាញនាងមកកាន់តែជិតធ្វើឲ្យរាងកាយទាំងពីរស្ទើរតែរលាយចូលគ្នាភាពស្និទ្ធស្នាលក្នុងចិន្តាវយន្តដ៏ចង្អៀតនេះបានបញ្ឆេះភ្លើងស្នេហ៍ដែលពួកគេធ្លាប់លាក់ទុកឲ្យឆាបឆេះឡើងនៅថ្ងៃបន្ទាប់បរិយាកាសក្នុងការិយាល័យហាក់ដូចជាមានអ្វីមួយយ៉ាងប្រែប្រួលភក្តីសម្លឹងមើលស្រីនាដោយកែវភ្នែកពោពេញដោយមនោសញ្ចេតនារាល់ពេលដែលនាងដើរកាត់តុទ្វារការរបស់គេស្រីនាព្យាយាមរក្សាភាពម៉ឺងម៉ាត់ប៉ុន្តែនាងមិនអាចបញ្ឈប់ស្នាមញញឹមដ៏លាក់លៀមរបស់នាងបានឡើយនាងបានសរសេរចំណាំទួយមួយដាក់ក្នុងថតឯកសារឲ្យគេថាជួបគ្នានៅកន្លែងដដែលយប់នេះរាល់ពេលដែលភក្តីអានចំណាំនោះគេតែងតែញញឹមម្នាក់ឯងហាក់ដូចជាយុវជនដែលទើបតែចេះស្រឡាញ់ដំបូងភាពអាថាកំបាំងនេះកាន់តែធ្វើឲ្យស្នេហារបស់ពួកគេមានរសជាតិកាន់តែរំភើបនិងចង់ដឹងនៅក្នុងបន្ទប់ដាក់ឯកសារដ៏ចង្អៀតភក្តីបានរុញស្រីនាទៅផ្អែកនឹងទូដែក
រួចសម្លឹងមើលនាងយ៉ាងជ្រៅគេយកដៃអង្អែតបនាងថ្នមខណៈដែលនាងអោនមុខចុះដោយភាពអៀនខ្មាស់ប៉ុន្តែក៏ពេញចិត្តនឹងទង្វើនោះយើងមិនអាចបន្តលាក់បាំងបែបនេះរហូតបានទេភក្តីនិយាយដោយសំឡេងរអាក់រអួលស្រីនាលើកដៃមកកាន់ដើមទ្រូងរបស់គេរួចឆ្លើយតបវិញថាតែភាពអាថាកំបាំងនេះហើយដែលធ្វើឲ្យខ្ញុំចង់នៅចិត្តលោកពួកគេបានដកដង្ហើមចូលគ្នាកាន់តែជិតទៅរហូតដល់បបោមាត់របស់ពួកគេស្ទើរតែប៉ះគ្នាភាពស្ងប់ស្ងាត់ក្នុងបន្ទប់នេះត្រូវបានបំពេញដោយភាពកក់ក្ដៅនៃមនោសញ្ចេតនាដ៏ស៊ីចម្រៅបំផុតនៅពេលសម្រាប់ញ៉ាំកាហ្វេភក្តីបានលួចដោះចិញ្ចៀនរបស់គេរួចដាក់ក្នុងប៉ែងរបស់ស្រីនាដោយស្ងាត់នៅពេលស្រីនាឃើញនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងមានក្តីសុខជាពន់ពេកនាងបានសម្លឹងមើលភក្តីពីចម្ងាយរួចលើកប៉ែងកាហ្វេឡើងជាសញ្ញាអរគុណភក្តីងក់ក្បាលដាក់នាងវិញដោយស្នាមញញឹមដ៏មានមន្តស្នេហ៍ដែលធ្វើឲ្យស្រីផ្សេងក្នុងក្រុមហ៊ុនច្រើនណែនគ្រប់គ្នាទោះបីជាពួកគេមិនបាននិយាយគ្នាមួយម៉ាត់ក៏ដោយតែទំនាក់ទំនងតាមរយៈកែវភ្នែកបានប្រាប់គ្រប់យ៉ាងអស់ទៅហើយស្នេហាលួចលាក់នេះកាន់តែរឹងមាំឡើងពីមួយថ្ងៃទៅមួយថ្ងៃក្នុងអំឡុងពេលប្រជុំក្រុមប្រឹក្សាភិបាលដ៏តានតឹងភក្តីបានលួចកាន់ដៃស្រីនាក្នុងដៃតុស្រីនាមានអារម្មណ៍ភ័យផងនិងរំភើបផងព្រោះខ្លាចអ្នកដទៃមើលឃើញសកម្មភាពនេះដៃដ៏កក់ក្ដៅរបស់ភក្តីបានផ្ដល់កម្លាំងចិត្តឲ្យនាងអាចបន្តធ្វើបទបង្ហាញយ៉ាងរលូនទោះបីជាខាងលើតុពួកគេធ្វើជាអ្នកជំនាញដ៏ម៉ឺងម៉ាត់តែខាងក្រោមតុគឺជាពិភពនៃក្តីស្រឡាញ់រាល់ពេលដែលដៃពួកគេរឹតបន្តឹងគ្នាវាប្រៀបដូចជាការសន្យាមួយថាពួកគេនឹងមិនបោះបង់គ្នាឡើយទោះជាមានរឿងអ្វីកើតឡើងក៏ដោយភាពរំភើបនៃការលួចលាក់ធ្វើឲ្យបេះដូងពួកគេលោតញាប់ជានិច្ចមេឃស្រាប់តែភ្លៀងធ្លាក់យ៉ាងខ្លាំងនៅពេលចេញពីធ្វើការធ្វើឲ្យពួកគេត្រូវជាប់នៅក្នុងឡានជាមួយគ្នាភក្តីបានបើកតន្ត្រីមនោសញ្ចេតនាស្រាលបង្កាយបរិកាសដ៏សែនផ្អែមល្ហែមក្នុងឡានដ៏ទំនើបស្រីណាអង្គុយសម្លឹងមើលទៅនក់ទឹកភ្លៀងតាមកញ្ចក់ឯភក្តីបែរមុខសម្លឹងមើលនាងវិញយ៉ាងយូរគេបានលូកដៃទៅអង្អែលសក់នាងថ្នមរួចទាញនាងមកគៀកបង្កើយនឹងទ្រូងរបស់គេភ្លៀងបែបនេះធ្វើឲ្យខ្ញុំចង់នៅក្បែរអ្នករហូតភក្តីនិយាយចេញពីចិត្តស្រីណាផែក្បាលលើស្មារបស់គេរួចបិទភ្នែកទទួលយកភាពកក់ក្ដៅដែលនាងប្រាថ្នាចង់បានជាយូរមកហើយពួកគេត្រូវទៅបំពេញបេសកម្មនៅខេត្តជាមួយគ្នាហើយដោយសារការយល់ច្រឡំសន្តាគារបានរៀបចំបន្ទប់តែមួយភាពអៀនខ្មាស់បានកាត់ឡើងភ្លាមប៉ុន្តែក្នុងចិត្តអ្នកទាំងពីរពោពេញដោយភាពរីករាយបន្ទប់ដែលមានពន្លឺភ្លើងពណ៌លឿងទន់ភ្លន់និងក្លិនផ្កាម្លិះបានធ្វើឲ្យអារម្មណ៍របស់ពួកគេកាន់តែរំភើបភក្តីដើរទៅបើកវាំងនិនមើលទិដ្ឋភាពពេលយប់ខណៈស្រីនាកំពុងរៀបចំអ៊ីវ៉ាន់ដោយបេះដូងលោតមិនឈប់ពួកគេអង្គុយលើគ្រែជាមួយគ្នាជជែកគ្នាពីរឿងរ៉ាវក្នុងចិត្តដែលមិនធ្លាប់និយាយពីមុនមកភាពស្និទ្ធស្នាលក្នុងបន្ទប់ដ៏ស្ងាត់ជង្រុំនេះបានធ្វើឲ្យពួកគេកាន់តែយល់ចិត្តគ្នាខ្លាំងឡើងនៅលើយ៉រនៃបន្ទប់សន្តាគារក្រោមពន្លឺព្រះច័ន្ទដ៏ស្រស់ស្អាតភក្តីបានបបួលស្រីនាមកមើលផ្កាយខ្យល់ត្រជាក់បុកមុខបាក់រាងកាយធ្វើឲ្យពួកគេត្រូវអបគ្នាកាន់តែណែនដើម្បីរក្សាកម្ដៅភក្តីបានថើបថ្ងាសនាងថ្នមរួចនិយាយពាក្យសន្យាស្នេហ៍ដែលធ្វើឲ្យស្រីនាស្រក់ទឹកភ្នែកដោយក្តីរំភើបនាងមិនដែលគិតថាចៅហ្វាយនាដ៏តឹងរឹងម្នាក់នេះអាចមានមនោសញ្ចេតនាផ្អែមល្ហែមដល់ថ្នាក់នេះឡើយរាត្រីនោះបានคล้ายជាការចងចាំដ៏ល្អបំផុតសម្រាប់ពួកគេទាំងពីរពួកគេបានចំណាយពេលពេញមួយយប់និយាយគ្នានិងស្ដាប់ចង្វាក់បេះដូងគ្នាទៅវិញទៅមក
ប់មកការិយាល័យវិញពួកគេត្រូវធ្វើជាមិនដឹងរឿងអ្វីទាំងអស់ដើម្បីកុំឲ្យបុគ្គលិកដទៃមានការសង្ស័យប៉ុន្តែស្នាមថើបដែលនៅជាប់នឹងបេះដូងធ្វើឲ្យពួកគេពិបាកនឹងលះបង់អារម្មណ៍ពិតណាស់រាល់ពេលដែលបងមកដើរកាត់ហើយនិយាយអួតពីរឿងស្នេហារបស់ខ្លួនភក្តីនិងស្រីនាថតែងតែលួចសើចដាក់គ្នាពួកគេដឹងថាស្នេហារបស់ពួកគេគឺពិតប្រាកដនិងមានតម្លៃជាងអ្វីទាំងអស់ការលេងល្បែងលះបង់នេះបានបន្ថែមរសជាតិឲ្យជីវិតការងាររបស់ពួកគេកាន់តែមានន័យពួកគេរីករាយនឹងការលួចមើលគ្នានិងការផ្ញើសារខ្លីៗដែលមានតែពួកគេពីរនាក់ប៉ុណ្ណោះដែលយល់នៅក្នុងបន្ទប់អាហារសម្រន់ភក្តីបានលួចចូលមកពីក្រោយស្រីនារួចអបចង្កេះនាងយ៉ាងជាប់ស្រីនាភ្ញាក់ព្រឺតតែនាងក៏ងាកមកវិញរួចយកដៃអបករបស់គេដោយភាពស្និទ្ធស្នាលមានគេមកឥឡូវឲ្យលោកភក្តីស្រីនាខ្សឹបប្រាប់ទាំងសាយតិចភក្តីមិនខ្វល់ទេគេបានថាបថ្ពាល់នាងមកខាងទៀតរួចនិយាយថាឲ្យគេឃើញទៅខ្ញុំចង់ប្រាប់ពិភពលោកថាអ្នកជារបស់ខ្ញុំភាពក្លាហានរបស់ភក្តីធ្វើឲ្យស្រីនាមានអារម្មណ៍ថាខ្លួនជាមនុស្សស្រីដែលមានសំណាងបំផុតទោះបីជាត្រូវលះបង់ក៏នាងដឹងថាគេស្រឡាញ់នាងពិតប្រាកដភាពតានតឹងនៃការងារបានកើនឡើងប៉ុន្តែពួកលាតែងតែស្វែងរកវិធីដើម្បីជួបគ្នាភក្តីបានហៅស្រីនាចូលក្នុងបន្ទប់ធ្វើការរបស់គេរួចចាក់សោទ្វារយ៉ាងជិតដិតពួកគេមិនបាននិយាយពីរឿងការងារទេតែបែរជានាំគ្នាអង្គុយញ៉ាំនំនិងមើលរូបថតការពីទៅខេត្តជាមួយគ្នាភាពកក់ក្ដៅក្នុងបន្ទប់ធ្វើការបានคล้ายជាជំរើសដ៏សុវត្ថិភាពសម្រាប់ស្នេហារបស់ពួកគេរាល់នាទីដែលបានចំណាយជាមួយគ្នាគឺជាកម្លាំងចិត្តឲ្យពួកគេតស៊ូនិងសម្ពាធការងារស្នេហាលក់លះនេះបានคล้ายជាអថាតម្បាំងដកផ្អែមលោហែមបំផុតភក្តីបានរៀបចំអាហារពេលល្ងាចយ៉ាងពិសេសនៅក្នុងការិយាល័យក្រោយម៉ោងធ្វើការពន្លឺទៀននិងស្រាក្រហមបានធ្វើឲ្យបរិយាកាសកាន់តែរលរាវនិងមានមន្តស្នេហ៍ពួកគេបានរាំជាមួយគ្នាដោយគ្មានតន្ត្រីមានតែសំឡេងបេះដូងដែលលោតស្របគ្នាភក្តីសម្លឹងមើលស្រីនាដោយក្តីស្រឡាញ់ដែលមិនអាចពណ៌នាបានឡើយស្រីនាបើថ្ងៃណាមួយគ្រប់គ្នាដឹងតើអ្នកខ្លាចទេភក្តីសួរដោយក្តីបារម្ភស្រីនាឆ្លើយយ៉ាងច្បាស់ថាឲ្យតែមានលោកនៅក្បែរខ្ញុំមិនខ្លាចអ្វីទាំងអស់នៅពេលយប់ជ្រៅភក្តីបានជូនស្រីនាទៅផ្ទះហើយពួកគេបានចំណាយពេលនៅក្នុងឡានយូរជាងធម្មតាពួកគេមិនចង់បែកគ្នាឡើយទោះបីជាត្រូវជួបគ្នានៅថ្ងៃស្អែកក៏ដោយភក្តីបានកាន់ដៃស្រីនាផ្អែបនឹងថ្ពួររបស់គេរួចសម្លឹងមើលនាងយ៉ាងមិនដាក់ភ្នែកភាពស្ងប់ស្ងាត់នេះពីក្រុងនេះពីយប់ធ្វើឲ្យស្នេហារបស់ពួកគេកាន់តែមានន័យពួកគេបានផ្លាស់ប្ដូរស្នាមថោកដ៏ផ្អែមល្ហែមជាការលាធានាមុនពេលស្រីនាដើរចូលផ្ទះរាល់ពេលដែលបែកគ្នាពួកគេកាន់តែនឹកគ្នាបន្ថែមទៀតថ្ងៃសៅរ៍ដែលគ្មានមនុស្សនៅការិយាល័យពួកគេបានណាត់គ្នាជួបដើម្បីបញ្ចប់ការងារដែលនៅសល់ភាពសេរីភាពដែលគ្មានអ្នកដទៃមើលឃើញធ្វើឲ្យពួកគេអាចបង្ហាញក្តីស្រឡាញ់បានពេញលេញពួកគេដេញចាប់គ្នាជំវិញតុធ្វើការហាក់ដូចជាក្មេងៗដែលកំពុងលេងល្បែងស្នេហាសំឡេងសើចកក់ក្អាយរបស់ពួកគេបានបំពេញភាពស្ងប់ស្ងាត់នៃការិយាល័យភក្តីបានលើកស្រីនាអង្គុយលើតុធ្វើការរត់ស្នាមមើលនាងមកកែវភ្នែកដ៏មុតស្រួចពួកគេបានដឹងថាស្នេហានេះមិនមែនគ្រាន់តែជាការលេងសើចទេតែវាជាជីវិតបងម៉ៅស្រាប់តែចូលមកការិយាល័យវិញដោយចៃដន្យដើម្បីយកឯកសារដែលភ្លេចភក្តីនិងស្រីនា
เตยบังคอมจัดแหลกโพลนในขนมบรรทบตึกจมวยคเนียดำใบกลมอ้อยเกเคยขนมบรรทบตึกดอโตยปูเกเตยโชเกียคเนียสเตอร์แต่ขมิงกิชอดอกดังเฮิมพีบไพคลาดในกาเตยเกจับบานโบกรุมนังพีบสนิทสนาลบานถือไออารอมปูเกรุมเพิบอย่างคลังเนเปบองมาเจนเตเวนปูเกบานสำลึงเมือมกคเนียรวยประตูสำเนิดอย่างคลังบอดพิสาวนี้การแต่ถือไอปูเกมีนอารอมท่าสนาหาระบอกปูเกโดยใจเรื่องขนมกลเม่งแหละได้จีเนสำอาดจับดาวเมนกาสงสัยโปรเคินยุกแผะใดยยมจรานขอธรรมดาเนียงบานรู้ตามดานสกรรมเพบระบอกปูเกดอยสงัดแต่มันต้วนเฮียนิเยเอาไว้ลอยสไรนาดึงโคลนทาเมียนเกตามดานเนียงก็ปรับแผะใดอ้อยเมียนกาปรงประหยัดเจียงมนปันแต่แผะใดบายจีนิเยทายังมันบ้านเฟอเอาไว้คอเทยังกร้อนแต่สระลังคเนียตัวใบจีเมียนกาปรงประหยัดแต่โปเคมันอาจบรรชบกาบางห้างกระไดสระลังจำตัวคเนียบ้านลอยเพลิงสแนนี้คลังเจียงกาไผ่คลาดทองออกแพะใดบ้านสำรัดจิตสารพิบสนายเชียบเพลวกาจุมปัวสรีเนียเนื้อมุกบังอุ้ยกันเจาะดันมือคืนตีกรงเตียงมูลเก๋บ้านลุดจุงกุงโจรู้หอดจนเจียนปิดดอสรอสอาดอ้อยเนียงสรีเนียต้าวเนะโปรมทวีจีมาจับแบะดงระบอกขยงระโหตือเตแพกใดสู้ดอยสำเลงยอยอสรีเนียสำรอกตึกพเนกดอยกระไดสุกรู้งอกบาลฉลอยทาจานขยมโปรมปูเกบ้านเอาบคเนียหนึ่งทับคเนียย่างพะแอมละแฮมบมพดเนื้อกรอมบนหลือเพลิงตีกรงนี่คือจีขณะเปลได้ปูเกรงจำจียูหมกหอยเนยทั้งไงจานเดิมสัปดาห์คณะเปลได้ผู้เกกงปงออบทาบกนีอย่างพระแอมละแฮมขนงบรรทบถือกาบงเมาส์หนึ่งบุคลิกดาเตเตียสสลับแต่บากทวีโจลเมาส์ดังเบยจูนโปทั้งไงกำเนิดโลกแพกใดกรุบนี้เกียงหนึ่งแพงเมอสกรรมเพผู้เกเตียงปีแพกใดมันบางเดาะใดเจงปีสเรเนียเตแต่เกบายจีกันใดเนียงอย่างแนนรวดเงียกมาปรับกรุบเนียทานี่คือชีอนาคตพอริยระบอกขยมสเรเนียเอียนระหูดมุกกระหอมแต่เนียงมีโมตนาเพียบพันพดชมโผแพกใดบกลึกกรุบเนียบานพะโทกาออบอสาตอหนึ่งซ้อยสบายร่วมเตียงบองเมาได้ชะง้อยโจลางพองใดสแนหาลวดละบานคล้ายจีสแนหาจีสาเทียรณะดอกแอมและแฮมปันพดในขนงนิยกทาน